បាទជំរាបសួរថ្ងៃនេះខ្ញុំមានវីដេអូមួយដែលបង្ហាញអំពីរបៀបក្នុងការក្លែមតាក់នៅទំនិញមួយចំនួនដែលយើងបានទិញនៅក្នុងប្រទេសអូស្ត្រាលីហើយក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីរបៀបក្នុងការក្លែមតាក់ទាំងនោះនៅក្នុងប្រលានយន្តហោះអន្តរជាតិ Melbourne ហើយនៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកនៅបទពិសោធន៍របស់ខ្ញុំផ្ទាល់ក្នុងការក្លែមតាក់នៅទំនិញមួយចំនួនដែលខ្ញុំបានទិញនៅក្នុងប្រទេសអូស្ត្រាលីជាពិសេសនោះគឺនៅក្នុងទីក្រុង Melbourne ហើយដែលខ្ញុំនឹងត្រូវចាក់ចែងមកប្រទេសរបស់យើងតាមប្រលានយន្តហោះអន្តរជាតិ Melbourne ហើយសម្រាប់បងប្អូនដែលមានអីវ៉ាន់សម្រាប់ក្លែមតាក់នៅប្រលានយន្តហោះយើងត្រូវទៅប្រលានយន្តហោះឲ្យបានលឿនបន្តិចដើម្បីក្នុងការ check in valley របស់យើងហើយក៏ដូចជាក្នុងការចំណាយពេលក្នុងការរង់ចាំក្នុងការក្លែមតាក់អីជាដើមបាទអញ្ចឹងបន្ទាប់ពីយើង check in valley អីយើងអស់ហើយគឺយើងដើរទៅ international departure gate របស់យើងដើម្បីយើងធ្វើ security check អីរបស់គេតាម process របស់គេចប់ហើយបានយើងដើរចេញបន្ទាប់ពីយើងបញ្ចប់នៅ security check ហើយយើងដើរតែមួយសន្ទុះទៅយើងនឹងឃើញកន្លែងសម្រាប់ក្លែមតាក់ហើយគឺមានភាពងាយស្រួលមែនទែនគឺកន្លែងរបស់គេគឺនៅបន្ទាប់ពីយើងធ្វើ security check នឹងឯងអញ្ចឹងបន្ទាប់ពីយើងធ្វើ security check ចប់តើតើជាមួយនឹង scan passport របស់យើងក៏ដូចជាគេ scan valley របស់យើងចប់អស់ហើយយើងដើរចេញបន្តិចមកយើងនឹងឃើញកន្លែងដែលគេលក់ទំនិញដែលគ្មានពន្ធហើយនៅខាងស្ដាំដៃជាប់នឹងកន្លែងហ្នឹងយើងនឹងឃើញផ្លាកគេដាក់ថា tourist refund scheme អញ្ចឹងកន្លែងនេះហើយគឺជាកន្លែងដែលយើងអាច claim tax បានអញ្ចឹងដើម្បីឲ្យការ claim tax នឹងមានភាពងាយស្រួលសម្រាប់យើងហើយយើងមានចំណាយពេលក្នុងការរង់ចាំយូរជាដំបូងគឺយើងត្រូវ download app មួយសិនបាទ app នោះគឺ TRS Tourist Refund Scheme អញ្ចឹងរូប app ហ្នឹងគឺដូចនៅក្នុងវីដេអូដែលខ្ញុំបានបង្ហាញអញ្ចឹងវាមានភាពងាយស្រួលដែរក្នុងការយើងបំពេញព័ត៌មានអីមួយចំនួនអញ្ចឹងបន្ទាប់ពីយើងបាន download កម្មវិធីដាក់ក្នុងទូរស័ព្ទរបស់យើងហើយអ្វីដែលសំខាន់នោះគឺយើងត្រូវចូលទៅក្នុង app របស់គេដើម្បីអាននៅព័ត៌មានក៏ដូចជាលក្ខខណ្ឌមួយចំនួនថាផលិតផលណាខ្លះដែលយើងអាច claim បានបាទហើយបន្ទាប់មកទៀតយើង accept ទៅលើ condition បាទលក្ខខណ្ឌរបស់គេដែលគេដាក់ឲ្យនៅក្នុងហ្នឹងហើយទាក់ទងជាមួយនឹងព័ត៌មានក្នុងការបំពេញទៅក្នុង app នេះគឺមានលក្ខណៈងាយស្រួលមែនទែនបាទហើយមាន3ជំហានដែលជំហានទី1ហ្នឹងគឺយើងត្រូវអាននៅព័ត៌មានលក្ខខណ្ឌមួយចំនួនថាតើទំនិញណាខ្លះដែលយើងអាច claim tax បានហើយក្នុងនោះគឺមានការណែនាំរបស់គេបាទយើងអាចចុចមើលមួយបានដែលគេនឹងរៀបរាប់ប្រាប់ថាក្នុង app របស់គេហ្នឹងគឺយើងត្រូវធ្វើមិនខ្លះបាទតាក់ទងជាមួយនឹង instruction ក៏ដូចជា tax invoice requirement បាទអញ្ចឹងបើសិនជាយើងត្រូវចំណាយទិញនៅផលិតផលមួយចំនួនដែលលើសពី 1000 គឺត្រូវមានឈ្មោះរបស់យើងអីចឹងទៅអញ្ចឹងយើងអាននៅក្នុងព័ត៌មានរបស់គេហ្នឹងទៅហើយក៏មានព័ត៌មានមួយចំនួនទៀតដែលគេប្រាប់ថាតើអ្វីដែលយើងអាច claim tax បានទំនិញប្រភេទណាខ្លះបាទអញ្ចឹងយើងត្រូវដឹងមុនអានហើយយើង accept condition របស់គេមុននឹងយើងចូលបំពេញក្នុងព័ត៌មានហ្នឹងអញ្ចឹងបន្ទាប់ពីយើងអានអីហើយយើងយល់ពីលក្ខខណ្ឌរបស់គេហើយជំហានបន្ទាប់ហ្នឹងគឺជំហានទី2ដែលយើងត្រូវបំពេញព័ត៌មានរបស់យើងទាំង3ផ្នែកនៅក្នុង step 2បាទជំហានទី2ហ្នឹងបាទដែលមានដូចជា my travel detail បាទតាក់ទងជាមួយនឹងព័ត៌មានផ្ទាល់ខ្លួនរបស់យើងក៏ដូចជាប្រទេសដែលចេញនៅpassport លិខិតឆ្លងដែនរបស់យើងហើយនឹងលេខលិខិតឆ្លងដែនអីជាដើមអញ្ចឹងទៅបាទហើយយើងត្រូវបំពេញគេសួរយើងថាតើយើងជាប្រជាជនរបស់ប្រទេសអូស្ត្រាលីដែរអត់បើយើងអត់ទេគឺយើងឆ្លើយតាមនឹងទៅហើយមួយទៀតគឺយើងបំពេញព័ត៌មានដូចជាថ្ងៃដែលយើងត្រូវចាក់ចេញពីប្រទេសអូស្ត្រាលីអញ្ចឹងចង់ជម្រាបដល់បងប្អូនទាំងអស់គ្នាថារាល់ទំនិញដែលយើងចង់ claim tax គឺត្រូវតែទិញក្នុងរយៈពេល60ថ្ងៃក្នុងអំឡុងពេល60ថ្ងៃហ្នឹងមុនពេលដែលយើងចាក់ចេញពីប្រទេសអូស្ត្រាលីអញ្ចឹងបន្ទាប់ពីយើងបំពេញព័ត៌មានលម្អិតអំពីការធ្វើដំណើររបស់យើងហើយជំហានបន្ទាប់ទៀតគឺយើងត្រូវ add invoice បាទអញ្ចឹងយើងคลิกមកហើយយើងមើលព័ត៌មានរបស់គេហើយយើងត្រូវបំពេញនៅព័ត៌មានបាទតាក់ទងជាមួយនឹង retailer name បាទតាក់ទងជាមួយនឹងហាងដែលយើងទិញហ្នឹង store ហើយតាក់ទងមួយទៀតហ្នឹងគឺ ABN Australian Business Number ហើយលេខនេះគឺមាននៅក្នុង receipt របស់គេហើយបាទហើយ invoice number លេខរបស់ invoice ឬមួយក៏ receipt នេះគឺយើងបំពេញក៏បានអត់ក៏បានហើយបន្តមកទៀតយើងត្រូវដាក់បំពេញនៅថ្ងៃដែលយើងបានទិញបាទហើយបន្តមកទៀតយើងត្រូវ add invoice item បាទយើងជ្រើសរើសប្រភេទមកគេមាន category ឲ្យយើងជ្រើសរើសដូចជាគំនូរបាទតាក់ទងជាមួយនឹង accessory អីផ្សេងទូរស័ព្ទឬមួយក៏សម្លៀកបំពាក់យើងជ្រើសរើសទៅតាមប្រភេទហ្នឹងមកហើយយើង add តម្លៃដែល include tax ហ្នឹងមកបាទហើយប្រភេទទំនិញបើយើងទិញអីយើងដាក់តាមហ្នឹងទៅហើយបន្ទាប់មកទៀតយើង save បាទដោយសារតែខ្ញុំជាឧទាហរណ៍យើងត្រូវ save ទៅបាទហើយយើងបើយើងមានទំនិញណាយើងផ្សេងទៀតយើង add បន្តទៀតអញ្ចឹងទៅបើយើងមាន3ទំនិញយើងត្រូវ add invoice 3អញ្ចឹងទៅអ
ចឹងលក្ខខណ្ឌដែលអាច claim tax បានចឹងនៅពេលដែលយើងទិញទំនិញក្នុងហាងតែមួយហ្នឹងបាទដែលមានលេខ ABN ដូចគ្នាក្នុងហាងតែមួយលើសពី300បានយើងអាច claim tax បានហើយឧទាហរណ៍ថាប្រសិនជាយើងទិញនៅក្នុងហាងតែមួយមានលេខ ABN ដូចគ្នាហើយយើងមាន receipt 2យើងទិញថ្ងៃនេះផ្សេងថ្ងៃក្រោយផ្សេងយើងអាច add invoice បានបាទធ្វើម៉េចឲ្យគ្រប់លើសពី300ទៅយើង add invoice ទៅយើងមាន invoice 3យើង add invoice អញ្ចឹងទៅហើយយើងអាច claim tax បានហើយអញ្ចឹងឧទាហរណ៍ថាខ្ញុំទិញនៅ Chemist Warehouse ផលិតផលដូចជា supplement អីអញ្ចឹងខ្ញុំទិញមាន3 invoice ប៉ុន្តែថ្ងៃផ្សេងគ្នាហើយ3 invoice ហ្នឹងគឺលើសពី300អញ្ចឹងខ្ញុំអាច add នៅក្នុង app នឹងបានដោយមានភាពងាយស្រួលបាទគ្រាន់តែយើងដាក់ថ្ងៃឲ្យត្រឹមត្រូវថ្ងៃដែលយើងទិញឲ្យបានត្រឹមត្រូវតម្លៃដែលមានរាប់បញ្ចូលទាំងពាន់ផងដែរនឹងហើយរាល់ព័ត៌មានដែលយើងបានបំពេញទាក់ទងជាមួយនឹង invoice របស់យើងអីហ្នឹងគឺយើងត្រូវ save បាទដើម្បីវា store ទុកនៅក្នុង QR code របស់គេហើយជំហានបន្ទាប់ដែលយើងត្រូវធ្វើហ្នឹងគឺយើងត្រូវបំពេញព័ត៌មានលម្អិតទាក់ទងជាមួយនឹង bank account របស់យើងដើម្បីគេ transfer លុយដែលយើង claim tax ហ្នឹងមកឲ្យយើងបាទយើងចង់ជ្រើសតាម credit card Australian bank account អីផ្សេងៗក៏បានដែរយើងបំពេញហើយគឺយើងត្រូវ save ព័ត៌មានដើម្បីឲ្យវា store នៅក្នុង QR codeអញ្ចឹងបន្ទាប់ពីបងប្អូនបានបំពេញព័ត៌មាននៅជំហានទី2តាម3ជំហានអស់ហើយអញ្ចឹងមានន័យថាបងប្អូនបញ្ចប់នៅការបំពេញព័ត៌មានហើយដោយសារតែក្នុងវីដេអូនេះគឺខ្ញុំបានបំពេញមែនទែនដោយសារតែខ្ញុំបានលុបនៅព័ត៌មានរបស់ខ្ញុំអស់ហើយបាទបន្ទាប់ពីបងប្អូនបានបំពេញព័ត៌មានហើយកុំភ្លេច save ហើយព័ត៌មានដែលយើងបានបំពេញហ្នឹងគឺវា store ទុកនៅក្នុងQR code បាទអ្នកនរគ្នាគ្រាន់តែ review my claim QR code ឬមួយក៏ my QR code នៅក្នុង app ហ្នឹងនៅពេលដែលយើងបានទៅដល់ពលានយើងបង្ហាញ code របស់យើងទៅកាន់មន្ត្រី claim tax នៅទីនោះទៅគឺមានភាពងាយស្រួលដោយយើងមិនចាំបាច់បំពេញព័ត៌មានអីទេហើយសម្រាប់បទពិសោធន៍ក្នុងការ claim tax របស់ខ្ញុំទាក់ទងជាមួយនឹងពេលវេលាក្នុងការរងចាំហ្នឹងគឺអត់យូរទេដោយសារខ្ញុំចេញយន្តហោះពេលព្រលឹមដែរអញ្ចឹងខ្ញុំទៅដល់កន្លែងដែលត្រូវ claim tax ហ្នឹងប្រហែលជាម៉ោង5ព្រឹកហើយអត់សូវមានភ្ញៀវទេហើយមួយទៀតបងប្អូនត្រូវតែយកវិក័យប័ត្រกระดาษហ្នឹងទៅជាមួយផងក្នុងការមន្ត្រីរបស់គេហ្នឹងទៀងទាត់ពិនិត្យមើលជាមួយនឹង app របស់យើងហើយតាក់ទងជាមួយនឹងទំនិញដែលយើងត្រូវ claim ហ្នឹងគឺយើងដាក់នៅក្នុង carry on ទៅងាយស្រួលនៅពេលដែលមន្ត្រីគេសុំមើលមែនទែនសុំមើលរបស់នឹងផ្ទាល់យើងមានស្រេចប៉ុន្តែសម្រាប់បទពិសោធន៍របស់ខ្ញុំបាទមន្ត្រីដែល claim tax ហ្នឹងគឺគាត់អត់មានសួរនាំទៅលើផលិតផលរបស់ខ្ញុំអីទេបើសម្រាប់មិត្តភ័ក្តិរបស់ខ្ញុំក៏ទទួលបាននៅបទពិសោធន៍ផ្សេងគេត្រូវការ check មើលទំនិញដែលយើងបានទិញហ្នឹងវាមានពិតប្រាកដមានដែរអត់អីអញ្ចឹងណាប៉ុន្តែសម្រាប់ខ្ញុំគឺគេអត់មានសួរនាំ check អីទេគ្រាន់តែមើលវិក័យប័ត្រ scan QR code របស់ខ្ញុំហើយគេបោះត្រាអញ្ចឹងចប់អញ្ចឹងសម្រាប់ជាយោបល់របស់ខ្ញុំអញ្ចឹងបងប្អូននៅពេលដែលចង់ claim tax អញ្ចឹងត្រូវយកទំនិញដែលយើងត្រូវ claim tax ហ្នឹងដាក់នៅក្នុង carry on ហើយទៅក្នុងករណីដែលមន្ត្រីគេសុំមើលពិនិត្យមើលអីមិនគឺយើងមានស្រេចបាទប៉ុន្តែសម្រាប់បទពិសោធន៍របស់ខ្ញុំដោយផ្ទាល់គឺគេអត់សុំមើលទេប៉ុន្តែអាចពេលខ្លះគេអាចសុំមើលដែរដោយសារតែមិត្តភ័ក្តិរបស់ខ្ញុំគាត់បានចែករំលែកបទពិសោធន៍គាត់ថាមន្ត្រីហ្នឹងគឺគេសុំមើលទំនិញដែលយើងបានទិញជាមួយនឹង invoice ហ្នឹងបាទអញ្ចឹងជាការល្អមាន receipt ដែលយើង print ចេញហើយនឹងមានទំនិញដែលយើងបានទិញដែលត្រូវ claim tax ហ្នឹងទៅជាមួយទៅដាក់នៅក្នុង carry on អញ្ចឹងមានភាពងាយស្រួលហើយបើតាក់ទងជាមួយនឹងរយៈពេលក្នុងការទទួលបាននៅលុយដែលយើង claim tax ហ្នឹងគឺមានរយៈពេល3ថ្ងៃសម្រាប់ខ្ញុំផ្ទាល់បាទអញ្ចឹងនៅពេលដែលខ្ញុំបានមកដល់ស្រុកខ្មែរអញ្ចឹងខ្ញុំមើលនៅក្នុង bank account របស់ខ្ញុំបាទអញ្ចឹងគឺគេបានផ្ញើមកចូលក្នុង bank account របស់ខ្ញុំបាទអញ្ចឹងមានរយៈពេលតែ3ថ្ងៃទេគឺមិនយូរប៉ុន្មានទេហើយប្រសិនជាបងប្អូនមានចម្ងល់អំពីរបៀបក្នុងការបំពេញព័ត៌មាននៅក្នុង app ក្នុងការ claim tax ក៏ដូចជាព័ត៌មានអីផ្សេងៗដែលខ្ញុំអាចចែករំលែកបានអញ្ចឹងបងប្អូនអាច comment នៅក្នុងវីដេអូបានខ្ញុំនឹងសប្បាយរីករាយក្នុងការចែករំលែកទៅលើបទពិសោធន៍ទាំងអស់នេះហើយក៏សំខាន់តែអភ័យទោសរកកំហុសឆ្គងដែលកើតឡើងដោយចេតនានៅក្នុងវីដេអូនេះគឺមានគោលបំណងក្នុងការចែករំលែកបាទសូមអរគុណសូមជម្រាបលា